សាច់ជ្រូកបង្កខូចគុណភាពជាង1តោននៅខេត្តបន្ទាយមានជ័យត្រូវសមត្ថកិច្ចបង្ក្រាបនិងដុតកម្ទេចចោលខេត្តបន្ទាយមានជ័យរថយន្តតាក់ស៊ី2គ្រឿងដឹកសាច់ជ្រូកបង្កខូចគុណភាពខុសច្បាប់ចំនួន23កេសស្មើនឹង1150គីឡូក្រាមត្រូវបានមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យសហការជាមួយសមត្ថកិច្ចការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់5កុយចល័តមានមូលដ្ឋាននៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសភ័ណ្ឌខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី20ខែឧសភាឆ្នាំ2025ចុះបង្ក្រាបនិងធ្វើការដុតកម្ទេចចោលលោកហុយទូចប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថាផលិតផលសាច់ជ្រូកបង្កកដែលបង្ក្រាបបានខាងលើគឺក្រោមការសហការយ៉ាងល្អរវាងកុយចល័តក្រសួងបន្ទាប់ពីទទួលបានព័ត៌មានពីការលួចនាំចូលដោយខុសច្បាប់នៅជ្រូកពីក្រៅប្រទេសតាមរថយន្តតាក់ស៊ី2គ្រឿងមានម៉ាស៊ីណានិងលេខស៊ី300ក្នុងគោលដៅនាំពីក្រុងប៉ោយប៉ែតទៅភ្នំពេញតាមការត្រួតពិនិត្យសាច់ជ្រូកទាំងនោះរួមមានគ្រឿងក្នុងនិងបំណែកសាច់បង្កកខូចគុណភាពខុសច្បាប់ចំនួន23កេសស្មើនឹង1150គីឡូក្រាមលោកបានឲ្យដឹងទៀតថាតាមវិធានការបសុពេទ្យសាច់បង្កកទាំងអស់ត្រូវបានធ្វើការដុតកម្ទេចចោលភ្លាមនៅរសៀលថ្ងៃដដែលនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាបរសុទ្ធ CPHN ជាទឹកបរិសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបើឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះមកដល់ហើយទឹកត្រីសុខភាពដែលអ្នកការជំងឺទឹកនោមផ្អែមស្ពឹកស្រពន់លើសជាស្ករក៏អាចទទួលទានបានដែរទឹកត្រីសុខភាពមានអត្ថប្រយោជន៍ដូចតទៅទឹកត្រីកាត់បន្ថយជាតិសូដ្យូមសម្រាប់អ្នកស្រឡាញ់សុខភាពសូដ្យូមថយចុះ 30% មិនមានប៉ូតាស្យូមឡើយខ្លាញ់ 0% ពីត្រីឈូវី 100% Oyster 30%ការ fermentation ធម្មជាតិយូរបន្ថែមវីតាមីន B12 ស្ករ 0% ការគ្រប់គ្រងផលិតកម្មជីវប្រព័ន្ធ GMP AACCP BRC ISO 9001 និង ISO IEC 17025នាំចូលនិងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុនសុខវ៉ារីចក្រភព